សម្ដេចតេជោប្រមាននាងខាត់សុខឹមកុំឲ្យញុះញង់បង្ករឿងវឹកវរក្នុងសង្គមបើមិនចង់ជាប់គុកខ្ញុំអត់ដឹងថាខាត់សុខឹមហ្នឹងវានិយាយយ៉ាងអីខ្ញុំអត់ដឹងដែរនិយាយតាមត្រង់ខ្ញុំស្រឡាញ់នាងខាត់សុខឹមហ្នឹងខ្ញុំស្រឡាញ់នាងហ្នឹងពីព្រោះខ្ញុំចាំកាលវានៅក្មេងបងប្អូនវាជាក្រុមតន្ត្រីប្រពៃណីខ្ញុំចាំថាវាឪពុកវាដូចជាគ្មានម្ដាយឬក៏យ៉ាងណាទេឬក៏ម្ដាយវានៅផ្ទះមិនដឹងខាត់សុខឹមវាមានឪពុកវាមានប្អូនវាតូចៗវាជាក្រុមរបាំប្រពៃណីខាត់សុខឹមវាឥឡូវវាកែមកកែមាត់តែមើលកែមកកែមាត់វាស្អាតវាមិនកែខ្លាំងវាកែធម្មតាស្អាតខាត់សុខឹមមកវានៅកម្រងអដែលខ្ញុំស្រឡាញ់វាជាក្មេងស្រីម្នាក់ដែលជាក្រុមភ្លេងបៃនីទោះបីវាច្រៀងមិនប្រុសក៏ដោយក៏ឃើញថាវាជាកូនក្មេងដែលនៅបន្តភ្លេងបៃនីខ្ញុំចូលចិត្តវាទៅថ្មីទេខ្ញុំឈប់មើលវាទៅនៅពេលដែលបងប្អូនវាមកអាមេរិកទាស់គ្នាជាមួយ sponsor នៅអាមេរិកនេះទាស់គ្នាជាមួយ sponsor ណាពេលវាមកចុងក្រោយនេះដូចជាក្រោយ COVID ហ្នឹងវាមកទៅវាទាស់គ្នាជាមួយ sponsor បើវាទាស់គ្នាជាមួយ sponsor ខ្ញុំអត់ស្គាល់អា sponsor ហ្នឹងទេអា sponsor ហ្នឹងណាអត់ស្គាល់ទេតែខ្ញុំឃើញថាបងប្អូនខាត់សុខឹមហ្នឹងរៀងរឹងឆ្អឹងពេលថារឹងឆ្អឹងមានន័យថាគេរឹងឆ្អឹងណាគេសម្ដែងថាគេអ្នកស្រុកខ្មែរណាគេគ្មានត្រូវការអីទេដូច្នេះហើយបើឃើញញ៉ែកពួកគ្នាទៅខ្ញុំនឹកឃើញថាក្មេងវារឹងឆ្អឹងហើយណាហើយខ្ញុំក៏មិនកាត់សេចក្តីទេមិនកាត់សេចក្តីថាអាណាខុសណាត្រូវព្រោះរឿងអាអ្នក sponsor វាមកវារលុយខ្ញុំក៏រលុយមិនបានណាហើយចំណាយតម្រូវការរបស់អ្នកមកស្រុកខ្មែរក៏គេតម្រូវការព្រោះឥឡូវក៏គេមានលុយអញ្ចឹងក៏តាំងពីហ្នឹងមកខ្ញុំក៏ឈប់បើកមើលខាត់សុខឹមទៅមិនបានទៅខឹងឯវាទេឃើញវាក៏ឃើញទៅមិនដែរយកចិត្តស្ដាប់វាអីទេព្រោះនឹកឃើញថាបងប្អូនវាឥឡូវវារឹងឆ្អឹងវាខ្មែរថាឆ្អឹងរឹងណាឆ្អឹងរឹងដល់ឆ្អឹងរឹងហើយក៏ចាប់តែប៉ុណ្្នឹងទៅណាខ្ញុំក៏ថាគេធំគេចាស់ហើយដល់ក្រោយមកឃើញវានិយាយតាក់ទងនឹងសក់ទេខ្ញុំនឹកឃើញថាការដែលវានិយាយហ្នឹងខ្ញុំឃើញក្មួយពីរបីនាក់ដែលខ្ញុំចេះតែបារម្ភខាត់សុខឹមនេះមួយក្មួយ VV នេះមួយណាខ្ញុំឃើញអ្នកដែលនិយាយពីរឿងក្មួយ VV តាក់ទងប្រៃច័ន្ទជោគជ័យអូបីជាន់ខ្ញុំឃើញខ្ញុំចេះតែស្រាវខ្លួនខ្ញុំថាតើប្រហែលជាប់គុកពេលប្រុសស្រុកហ៊ុនសែននេះហ៊ុនសែនគាត់អត់មានតិចស្ដាប់ទេពេលខ្ញុំធ្វើ show អាសវណ្ណចាក់រូបបានរហូតហ៊ុនសែនតិចសអត់មានពេលស្ដាប់អត់ច្បាស់លាស់ទេតែគេកាត់វីដេអូទៅឲ្យហ៊ុនសែនច្រឡោតហើយអញ្ចឹងអ្នកនៅឆ្ងាយពីហ៊ុនសែនឲ្យគាត់ជេរមកអស់ចិត្តទៅបានដូចខ្ញុំទៅអីតែបើអ្នកនៅជិតគាត់ចាប់ដាក់គុកហើយគាត់ចាប់ដាក់គុកហើយអញ្ចឹងដោយខាត់សុខឹមដោយ VV អីតែប្រហែលគុកពីព្រោះអីពីព្រោះតាសែនអត់មានពេលស្ដាប់តួសេចក្តីទេតាសែនគាត់អត់មានពេលស្ដាប់ទេណាគាត់អត់មានពេលស្ដាប់តួសេចក្តីទេតាសែនអត់មានពេលទេអាណាចាក់គាត់លូតភ្លាមហើយគាត់កថាគាត់ច្បាស់លាស់ណាស់តាមពិតគាត់តិចសទេមនុស្សហ៎បើមិនច្បាស់លាស់ណាស់អត់ប្រើកថាទេអត់ប្រើកថាទេមនុស្សដែលឲ្យកថាបាញ់អីទៅឲ្យគាត់ហ្នឹងគឺអត់ទេអញ្ចឹងខ្ញុំឮសូខាត់សុខឹមនិយាយរឿងទេទៀតអីខ្ញុំចេះថានិយាយប្រហែលហ្នឹងគុកហើយដូចនាងក្មួយ VV អញ្ចឹងដឹងហើយថារកជំនួយរកអីប៉ុណ្ណាប្រយ័ត្នណាតែគេស្អប់គេចាក់រកទៅតាសែនចាប់ដាក់គុកស្រុកខ្មែរណាធ្វើអីក៏ខុសដែរណាធ្វើអីក៏ខុសដែរពីព្រោះឧទាហរណ៍ខាត់សុខឹមហ្នឹងវាមានអ្នកណាស្អប់វាចាក់រកទៅវាជាប់គុកបាត់ VV មានណាចំណែនវាជាប់គុកបាត់ដូចមីកទឿអញ្ចឹងមីកទឿមានអ្នកស្អប់វាជាប់គុកបាត់ណាអាឌីនេះអត់មានធ្វើអីសោះជាប់គុកបាត់ណាជាប់គុកបាត់អាមនុស្សដែលអង្គអាចជាងគេអាពេលថៃវណ្ណៈក៏ជាប់គុកនេះជាប់គុកពីព្រោះអីពីព្រោះថ្នាក់លើមិនដែលទេសក់ថ្ងៃដូចប៉ុលពតអញ្ចឹងប៉ុលពតណាវាអត់ដឹងអីទេតែនួនជាថាអានេះក្បត់ឬក៏អាចដូចថាក្បត់បាយចោលអាហ្នឹងអញ្ចឹងអាហ្នឹងហើយដែលជាស្រុកមួយដែលខ្ញុំស្មាលេមិនទៅនៅវិញទេអាស្រុកដែលមេដឹកនាំអត់មានច្បាប់នេះគឺខ្ញុំអត់ទៅនៅវិញទេពីព្រោះនៅយ៉ាងម៉េចក៏ដោយដូចអាដួងតារាអូទៅបំរើហ៊ុនសែនណាហ៊ុនសែនទៅណាទៅដួងតារាជាប់គុកបាត់ហើយជាប់គុកបាត់ដោយហេតុហ្នឹងហើយបានជាមន្ត្រីរបស់ហ៊ុនសែនណាគ្មានអ្នកណានិយាយអីដែរឥឡូវហ្នឹងឃើញលោកសុនច័ន្ទថុលហ្នឹងអង្គុយសម្ភាសដោយគេហៅថាអីគេហៅថាភ្នាក់ងារសារព័ត៌មានធនជើងខ្លាំង Nikkei Asia ធ្វើសម្ភាស Bloomberg ក៏អត់បានការសម្ភាស Nikkei Asia ក៏អត់បានការសម្ភាសរហូតដល់ Wall Street Journal Washington Post CNN NBC Fox News DW បារាំង24 BBC ឲ្យសុនចន្ទថុលដើរសម្ភាសគ្រប់ major new organization ណាក្មួយស្រីវីតានេះតែប្រហែលជាប់គុកអត់បានទេខ្ញុំនិយាយឲ្យចាំស្ដីខ្ញុំឆ្លាញ់ក្មួយហ្នឹងតែប្រហែលជាប់គុកអត់បានទេឲ្យតែនិយាយស្អីអត់បានទេពីព្រោះអីពីព្រោះមានគេស្អប់គាត់មនុស្សយើងដូចខ្ញុំអញ្ចឹងមានអាអ្នកស្រឡាញ់មានអាអ្នកស្អប់ហើយនៅស្រុកខ្មែរអាអ្នកស្អប់លឿនជាងអាអ្នកស្រឡាញ់វាចាក់រុកកសែនជាប់គុកបាត់ណាដូចអ្នកលក់លេម្នាក់វាមិនសូវមាត់កឯនាងនេះឈ្មោះសៀងម៉ៃដឹងមិនបានវាអត់មាត់កទេវាអត់មាត់កពីព្រោះវាឆ្លាតវាលក់តលេហ្នឹងគេវាលក់លេនៅសុខសប្បាយវាអត់លក់មាត់ទេមិនបានវាអត់លក់មាត់ចុយម៉ៃពោសៀងម៉ៃនេះក៏មានគេស្អប់វាអាអ្នកស្អប់វាចាក់រុកទៅវាជាប់គុកឃើញទេអត់បានទេណាសំបីតែត្រីតាណាក៏ចឹងដែរនៅស្រុកខ្មែរយើងខ្ញុំស្គាល់ច្បាស់ជាងគេគឺសម័យប៉ុលពតហ្នឹងឯងណាប៉ុន្តែមានខ្មែរខ្លះគេភ្លេចខ្លួនគេទៅនៅស្រុកហ្នឹងអត់បានទេស្រុកថ្ងៃហ្នឹងគេដូរតែពណ៌ទេប៉ុន្តែចាក់រុកគ្នាដូចសម័យអពតចឹងដូចសម័យអពតចឹងអាហ្នឹងអញ្ចឹងណាដូចសម័យអពតចឹង
អត់បានទេអត់បានមកឃើញទេចានិយាយថាសៀវមីអ៊ុតណាមានន័យថាចាឯងអត់ចូលចិត្តសៀវមីអញ្ចឹងសៀវមីក៏មានមនុស្សស្អប់វាច្រើនបើមិនជឿវានិយាយសក់ទេមើលវាជាប់គុកបាត់ឡើងគេចាក់រុកវាជាប់គុកបាត់ទៅអញ្ចឹងសៀវមីវានេះសៀវមីវាទៅឈរថតជាមួយម៉ូតូដើម្បីអីដើម្បីវាបង្ហាញថ្មងវាសៀវមីក៏វាមាត់ឆៅដែរប៉ុន្តែវាឆៅជាមួយនឹងស្រីគ្នាវាដឹងថាមានគេស្អប់វាអញ្ចឹងវាអត់មាត់ទេវាសង្ងំបើសៀវមីនឹងវាអត់មាត់ទេវាអត់មាត់មិនបានវាអត់មាត់ពីព្រោះវាដឹងថាមានមនុស្សស្អប់វាទៅធ្វើអីខុសគេចាប់ដាក់គុកស្រុកខ្មែរអញ្ចឹងណាខ្ញុំនៅសម័យប៉ុលពតខ្លួនឯងបន្តមកទៀតខ្ញុំសិក្សាបដិវត្តវប្បធម៌ចិនអញ្ចឹងអារឿងចោលប្រកាន់ចាប់ដាក់គុកយកទៅសម្លាប់ចោលនេះគឺខ្ញុំច្បាស់ណាស់ I study the Khmer Rouge I study the Khmer Rouge regime I study the cultural revolution of Mao Zedong I know communism very well inside out so that's why I live in the United States I don't believe in communism I don't get near communism I don't care to go back home to live in Cambodia or to visit Cambodia because I just don't trust the totalitarian the fascist the dictatorship and the communists I just don't trust them they don't have justice អានឹងគឺចឹងអត់ទេអត់មានទេ I say away I don't get near them I went through my life went through Khmer Rouge time I know what communism is I study the China Revolution Vietnamese Revolution so I know and I know first hand with the Khmer Rouge អានឹងចឹងខ្ញុំដឹងខ្ញុំមិនទៅចិត្តទេហើយរឿងកាត់សុគីមហ៊ុនសែនប្រមានហ្នឹងពិតឬមិនពិតនិយាយតគ្នាឬក៏ហ៊ុនសែនគាត់និយាយនៅតែណាកាត់សុគីមហ្នឹងអត់មាននិយាយអីខុសទេប៉ុន្តែបាត់មានអាណាចាស់រុកវាសុទ្ធថោងសាំងសំបីតែចាក់ឡានក៏ខុសគ្នាដែរណាកូនសុទ្ធថោងសាំងសំបីតែចាក់ឡានក៏វាខុសគ្នាដែរអញ្ចឹងកុំបាច់សួរណាហើយសាំងពីbrand មួយពី brand មួយទៅ brand មួយទៀតក៏ខុសគ្នាដែរណាអានឹងអញ្ចឹងសាំងយន្តហោះសំបីតែពាក្យថាសាំងយន្តហោះក៏ខុសគ្នាដែរណាឧទាហរណ៍ថាគេ operate Airbus fleet ជាមួយនឹង Boeing ណា airline មួយហ្នឹងគេប្រើប្រាស់សាំងតាមធម្មតានៅសហរដ្ឋអាមេរិកjet fuel ដែលគេចាក់នៅវាលយន្តហោះណាដែលឧទាហរណ៍ថាអាកាសចរ American Airlines ឬក៏ Northwest ឬក៏ Korea Airlines ឬ Singapore Airlines ហើយគេ operate បើគេ operate ឧទាហរណ៍ថាគេ operate គេមកចុះនៅវាលយន្តហោះអាមេរិកមិនមែនគេចាក់សាំងរបស់ Singapore ទេគេចាក់សាំងរបស់ airport ហ្នឹងគេចាក់សាំងរបស់ airport ហ្នឹងប៉ុន្តែគេសាំងកុងត្រាជាមួយ airport ហ្នឹងគឺវាមាន quality control របស់គេដែល jet fuel ហ្នឹងវាអត់ខូចយន្តហោះគេទេហើយគុណភាពនៃប្រេងយន្តហោះហ្នឹងក៏វាមានការត្រួតពិនិត្យដទៃនិងការធានារ៉ាប់រងដទៃទៅយន្តហោះហ្នឹងវាអាចហោះបានបើសិនជាពលានយន្តហោះណាវាអត់មានប្រព័ន្ធប្រេងហ្នឹងត្រឹមត្រូវក៏ក្រុមហ៊ុនអាកាសចរអ្នកដំណើរហ្នឹងត្រូវប្រុងប្រយ័ត្នមិនអាចចេះតែយកយន្តហោះទៅចុះនៅលើវាលដែលការគ្រប់គ្រងប្រេងយន្តហោះហ្នឹងមិនត្រឹមត្រូវរឿងនេះមានការស្មុគស្មាញច្រើនខ្ញុំដឹងតែទេខ្ញុំដឹងតែទេណាខ្ញុំដឹងតែទេអ្វីដែលខ្ញុំដឹងគាត់ដឹងសើទេអញ្ចឹងប្រេងយន្តហោះហ្នឹងវាសម្រាប់ commercial jet fuel គឺគេប្រយ័ត្នប្រយែងណាអាហ្នឹងមួយទៀតការចាក់ប្រេងសាំងយន្តហោះនេះការចាក់ប្រេងយន្តហោះនេះគឺគេមាន tier commercial contract របស់គេដែលមិនអាចនឹងយន្តហោះគេបញ្ជូនទៅកន្លែងណាចេះតែចាក់ខុសតម្លៃពេកទេពីព្រោះនៅពេលដែលសាំងហ្នឹងចាក់ចូលទៅយន្តហោះវាខុសតម្លៃអាក្រុមហ៊ុនយន្តហោះវាខាតណាកូនវាខាតអីគឺខាតកៅអីមួយស្មើនឹងតម្លៃយន្តហោះពីព្រោះនៅពេលកៅអីមួយហ្នឹងពេលវាហោះនៅលើអាកាសហ្នឹងណាគឺ computer គេ run average cost per seat per kilometer per 100 km ឬក៏ per 1000 km គេមានធ្វើ statistic គេគ្រប់ទាំងអស់បើសិនជាគេ run cost of fuel ដែលចាក់នៅក្នុងយន្តហោះហ្នឹងវាខុសតែបន្តិចគឺគេខាតអានោះបើឯងចង់យល់រឿងហ្នឹងសិក្សាអំពី airlines civilian airline and cargo airline economics ហើយបើចង់ដឹងរឿងវាលយន្តហោះហ្នឹងគេមានមុខវិជ្ជាមួយគេហៅថា airport management ណាសប្បាយរៀនណាកូនណាអញ្ចឹងហើយបានបបួលក្មេងៗថាកុំឲ្យឈួតនឹងចូលឲ្យរៀនណាហើយពួកអាកថាមានរៀនអីវាបើអត់រៀនណាមុខវិជ្ជាគេមានទាំងអស់អ្នកប្រាជ្ញគេមានទាំងអស់អូខេសុទ្ធតែតាមហ្នឹងអញ្ចឹងចូលលោកតាបកស្រាយចំពោះការតាប់កិច្ចយោធាអត់ចេះទេកូនអត់ចេះអារឿងគេចូលទៅហ៊ានស្រុកខ្មែរហ្នឹងតាអត់ចេះកូនតាអត់ចេះឆ្នាំ2008ធនាគារ Lehman Brothers ខ្សែធនតើបាត់លុយជនជាតិអាមេរិកទេវុធី Lehman Brothers មិនមែនជាធនាគារទេ It's not just a bank ណានិយាយចំវាជា financial company ដែលក្រុមហ៊ុនហិរញ្ញវត្ថុវាមានធនាគារវាមានស្អីវាច្រើនណាវាជាក្រុមហ៊ុនហិរញ្ញវត្ថុហើយវាជាយៈមួយអត់នៅពេល Lehman Brothers វាខ្សែធនវាទៅតាមbusinesses របស់វាមាន businesses មួយចំនួនវា cover មានន័យថាកិច្ចការមួយចំនួនវាក្រោមការធានារ៉ាប់រងអតិថិជនមិនបាត់លុយទេមាន account មួយចំនួនរបស់វាអត់ធានារ៉ាប់រងទេគេហៅថាហានិភ័យខ្ពស់ហ្នឹងនៅក្នុងសហរដ្ឋអាមេរិកចឹងណាកូនណាបើសិនជាយើងប្រើប្រាស់ធនាគារឬក្រុមហ៊ុនហិរញ្ញវត្ថុ account ដែលយើងបើករកស៊ីវិនិយោគឬក៏សន្សំនៅក្នុងធនាគារគេហៅថា disclosure policy ដែលប្រែជាភាសាខ្មែរគេហៅនយោបាយប៉ាត់មុនអានេះ account នេះបើលោកអ្នកប្រើប្រាស់គឺអត់ធានាទេ
account នេះធានា account នេះធានា account នេះធានា account នេះអត់ធានាទេហើយបើចាឯងចាំតែចាឯងសួរថាហើយចុះ account អត់ធានាគេប្រើបានពីព្រោះអីបានប្រើបានពីព្រោះសហរដ្ឋអាមេរិកមានច្បាប់គាំពៀច្បាប់គាំពៀនេះសងលុយវិញអត់ទេប៉ុន្តែគេគាំពៀមិនឲ្យមាន fraud មិនឲ្យមាន scam មិនឲ្យមាន fraud អញ្ចឹងគេគាំពៀក្នុងទស្សនវិជ្ជាច្បាប់ចុះនៅស្រុកខ្មែរអត់ទេឧទាហរណ៍មានចៅណាមកនិយាយតាមិនចាំដល់ទីផ្សារភាគហ៊ុនកម្ពុជាតាទុកចិត្តទេខ្ញុំឆ្លើយវិញអត់ទេសូមគេមានច្បាប់សូមចុះមិនបាននិយាយសូមច្បាប់នេះច្បាប់កែកោចស្រុកខ្មែរអត់មានត្រឹមត្រូវទេណាអូខេឥឡូវនេះយើងរៀនមើលផ្សារភាគហ៊ុនផ្សារភាគហ៊ុននៅកម្ពុជាមានក្រុមហ៊ុនថៃក្រុមហ៊ុនវៀតណាមក្រុមហ៊ុនសិង្ហបុរីក្រុមហ៊ុនហុងកុងណាមានតែអាស៊ីវិលទៅលក់ភាគហ៊ុននៅក្នុងទីផ្សារភាគហ៊ុនហ្នឹងណាផ្សារភាគហ៊ុនហ្នឹងតួលេខវាទៀតណាមានន័យថាផ្សារភាគហ៊ុនហ្នឹងមិនខ្ពស់ទេជាកន្លែងសម្រាប់ពួកពណ៌ប្រភេទទេណាវាតតែផ្សារហ៊ុនហ្នឹងឡើងដល់ចំណុចមួយដែលក្រុមហ៊ុនធំអន្តរជាតិទៅលក់នៅលើហ្នឹងបើក្រុមហ៊ុនហ្នឹងទៅលក់នៅលើហ្នឹងហើយទីផ្សារងារហិរញ្ញវត្ថុអន្តរជាតិដែលធំហ្នឹងបើការិយាល័យនៅទីក្រុងភ្នំពេញអាហ្នឹងបានទីផ្សារភាគហ៊ុនកម្ពុជាហ្នឹងមានទំនុកចិត្តខ្ពស់ជាង 50% អានេះមតិរបស់ខ្ញុំគឺចឹងបើទីផ្សារហ៊ុនមិនមែនថារដ្ឋបើករដ្ឋធានារដ្ឋមានច្បាប់នឹងជឿទេរដ្ឋហ្នឹងអាចក្បៃយើងមើលតាំងពីលើដល់ក្រោមមានអាណាគ្រប់ច្បាប់អញ្ចឹងអាទីផ្សារហ៊ុនហ្នឹងកូរ៉េវារៀបចំឲ្យឬក៏ចិនពេលកាំងរៀបចំឲ្យឬអ្នកណារៀបចំឲ្យវានៅជាកន្លែងពណ៌ប្រភេទនៅឡើយទេអញ្ចឹងហើយបានជាទីផ្សារហិរញ្ញវត្ថុនៅសិង្ហបុរីហើយហុងកុងវាច្បាស់ជាងនៅតូក្យូវាច្បាស់ជាងប៉ុន្តែនៅបាងកកឬក៏នៅកូឡាឡាំពួរឬក៏នៅយ៉ាកាតាឬក៏នៅកម្ពុជាមិនមានអ្នកទុកចិត្តហ្មងទេអញ្ចឹងបាក់ជើងយល់ទេអានេះហើយរបៀបត្រឡប់មក Lehman Brothers វិញ Lehman Brothers account មួយចំនួនពេល website ហ្នឹងវាពឹងទៅលើ liquidation បើសិនជាគេ liquidate ហើយយើងដាក់ lean on to your loss ហើយតុលាការកាត់ឲ្យមួយចំណែកមកយើងជាម្ចាស់ investment ហ្នឹងវាបានលុយខ្លះមកវិញតែបើសិនជាយើងនៅក្នុងចំណោមអ្នកមិនអាចដាក់ lean ទាន់ពេលវេលាហើយតុលាការឲ្យអាទិភាពទៅ account ទៅយើងបាត់លុយចម្លើយអញ្ចឹងនៅឆ្នាំ2008 Lehman Brothers ដួលហ្នឹងគឺមនុស្សមួយចំនួនវាបង្ខាត់លុយសួរថាចុះបង្ខាត់លុយហ្នឹងវាជាបញ្ហាទេអត់ទេមិនបានអត់ជាបញ្ហាអានេះហានិភ័យដែលគេគិតទុកមុនដែលភាសាអង់គ្លេសហៅ calculated risk ហានិភ័យដែលគិតទុកមុនហើយចុះហានិភ័យគិតទុកមុនបាត់លុយបាត់ហើយចុះបាត់លុយមិនក៏ថាអត់មានបញ្ហាបាត់លុយវាជា risk factor របស់ investor គេហៅថាកត្តាហានិភ័យរបស់វិនិយោគិនស្អីទៅកត្តាហានិភ័យរបស់វិនិយោគិនគឺការវាយតម្លៃនៃការប្រថុយដូចយើងឡើងកាន់ចកោតឡានអញ្ចឹងឬក៏ដូចយើងបើកនាវាទៅក្នុងសមុទ្រអញ្ចឹងឬក៏ដូចយើងជា pilot បើកយន្តហោះអញ្ចឹងវាតែមានធ្លាក់អញ្ចឹងអានឹងវាជាភាពប្រថុយប្រឋាននៃវិនិយោគិនអត់យល់នឹងរៀនទៅទៀតទៅបានយល់អូខេកូនឆ្លើយអញ្ចឹងណាលោកតាខ្ញុំឆ្លងមួយរយៈមុនធនាគារខ្លះបានលុបបំណុលវិរៈកងទ័ពតើវានឹងអាចប៉ះពាល់អ្វីខ្លះលោកតាចំពោះធនាគារនោះប៉ះពាល់កូននៅស្រុកខ្មែរណាមានដឹកនាំទៅហ៊ុនសែនហ៊ុនម៉ាណែតប្រើពាក្យចេះសូមឲ្យមីក្រូហិរញ្ញវត្ថុយោគយល់សូមឲ្យធនាគារយោគយល់សូមឲ្យបរិយយោគយល់អាពាក្យយោគយល់នឹងមានន័យថាម៉េចអំណាចផ្ដាច់ការតកូលហ៊ុននឹងប្រាប់ធនាគារថាឯងជួយចាញ់អញផងអូខេកាលណាមានកិច្ចការអីណាហ៊ុនសែនសូមឲ្យធនាគារយោគយល់សូមឲ្យក្រុមហ៊ុនហិរញ្ញវត្ថុយោគយល់សូមឲ្យបរិយយោគយល់អាពាក្យហ្នឹងពាក្យពិតរបស់គេគឺថាអញហ៊ុនសែនអញហ៊ុនម៉ាណែតអញជាមេអំណាចឯងជួយចាញ់អញផងអត់អុយម៉ាយនៅពេលដែលសម្ដេចហ៊ុនសែនសម្ដេចហ៊ុនម៉ាណែតនិយាយអញ្ចឹងធនាគារឈឺក្បាលយ៉ាងម៉េចពីព្រោះលុយធនាគារណាលុយរបស់ធនាគារយល់ទេត្រូវដឹងណាគេបើកធនាគារគេបើកមីក្រូហិរញ្ញវត្ថុគេបើកការអភិវឌ្ឍបរិយណាគេមិនមែនជាអង្គការមនុស្សធម៌ទេស្ដាប់តន់ទេយល់ទេថាធនាគារចិនក៏ដោយធនាគារថៃក៏ដោយធនាគារខ្មែរក៏ដោយគេបើកធនាគារមិនមែនជាអង្គការមនុស្សធម៌ទេណាយល់ទេយល់ច្បាស់ហើយទៅយល់ទេបើមិនយល់ទេអត់មានជាងបបទៅវិញលើនេះយល់ទេអ្នករកស៊ីខាងធនាគារទៅបីជាខ្មែរក៏ដោយជាចិនក៏ដោយជាសៀមក៏ដោយជាយួនក៏ដោយវាមិនមែនជាអង្គការមនុស្សធម៌ទេវាជាមុខរបរហើយអាក្រុមហ៊ុនបរិយក៏វាមិនមែនជាអង្គការមនុស្សធម៌ដែរប៉ុន្តែមេដឹកនាំផ្ដាច់ការគេនិយាយអញ្ចឹងណែឯងជួយចាញ់ផងឯងជួយចាញ់ផងដល់ពេលហ៊ុនសែនហ៊ុនម៉ាណែតនិយាយអញ្ចឹងទៅធនាគារហ្នឹងវាឈឺក្បាលយ៉ាងម៉េចវាខាត់លុយណាហើយចុះដល់ពេលវាខាត់លុយមានមតិមួយទៀតថាបើខ្ញុំជពាក់ធនាគារ 10000 ណាធនាគារអត់យកការប្រាក់3ខែវាមានខាតអីអាហ្នឹងមកពីឯងភ្លើអត់យកការប្រាក់3ខែវាខាត3ខែណាអ្នករកស៊ីទៅអត់យកការប្រាក់បានអីបានចំណូលពីណាមកព្រោះធនាគារវាពឹងចំណូលពីការប្រាក់ហ្នឹងហើយអាហ្នឹងមួយនៅពេលហ៊ុនសែនហ៊ុនម៉ាណែតនិយាយអញ្ចឹងធនាគារឈឺក្បាលបន្តិចធនាគារឈឺក្បាលកូវីដ 19 ធនាគារឈឺក្បាលឈឺក្បាលសៀមវាយ5ថ្ងៃមុនឈឺក្បាលសៀមវាយ20ថ្ងៃទៀតឈឺក្បាលស្រាប់តែសៀមមកវាយម្ដងទៀតឈឺក្បាលទៀតដល់ឈឺក្បាលយូរទៅចេះតែខាតលុយច្រើនទៅធនាគារហ្នឹងវាចាប់បានខឹងនឹងហ៊ុនសែនហើយវាថាដូចមកអត់ឲ្យមកបន្តិចឲ្យអញយកយល់បន្តិចអញយកយល់ម៉ែវាអីបើអញខាតចង់ងាប់វាចេះបន្តិចមកយកយល់យូរធនាគារហ្នឹងបើសិនជាវានៅរកស៊ីបានក៏វានៅបើរកស៊ីបានទេវាវិចអីវ៉ាន់បាត់ធនាគារមិនបានវាបាត់ធនាគារព្រោះវារកស៊ីឡើងបានហ្នឹងមួយទៀតបើវាមានឃើញសញ្ញាណាមួយប្រួលហ៊ុនសែនបានវាលួចឲ្យលុយទៅអាហ្នឹងក៏មិនប្រួលអាហ្នឹងមួយចោលដែរព្រោះមានអាហ្នឹងមួយឈឺក្បាលបន្តិចវាថាជួយយកយល់តិចជួយយកអញរកស៊ីខាតសម្បត្តិដោយសារមួយនឹងស៊ីត្រាវចឹងប្រួលមួយនឹងចោលពេលហ្នឹងវៀតណាមវាមកស្ដាប់ថាអូខេមិនអីចាំខ្ញុំរៀបឲ្យអានេះហើយជាចលករសង្គមអានេះហើយជាអ្វីដែលកើតឡើងគ្រប់ប្រទេសទាំងអស់នៅពេលដែលអ្នកកាន់អំណាចផ្ដាច់ការណាប្រើអំណាចផ្ដាច់ការឲ្យអ្នកឲ្យពាណិជ្ជករខាតលុយខាតយូរពាណិជ្ជករមួម៉ៅអំណាចនឹងអាលំជួនកាលប្រជាជននៅក្នុងប្រទេសហ្នឹងណាបាក់ស្មាតអត់ព្រួលរំលំអំណាចទេ
តែខាងផ្នែកពាណិជ្ជកម្មវាខាតខ្លាំងណាអូខេដល់អាពាណិជ្ជកម្មខាតខ្លាំងវាខឹងបរទេសលោកដៃចូលព្រួលបាត់ឥឡូវយើងមើលអ៊ីរ៉ាន់យើងមើលវ៉ាណេស៊ុយឡាកំពុងកើតនៅមុខហ្នឹងអញ្ចឹងណាហ៊ុនសែនមិនមែនចេះតែហាមាត់ទេសូមឲ្យធនាគារយកយល់ទេខាតគេណាវាបានតែមិនមែនរឿងខ្ញុំស្រឡាញ់ហ៊ុនសែនខ្ញុំគ្រប់គ្រងគាត់ខ្ញុំប្រាប់គាត់ឲ្យដឹងហើយកុំចេះយកលុយគេចាយពេកយកលុយគេចាយគេខឹងគេណាឥឡូវយើងមើលនៅក្នុងបដិវត្តចិនជាតិនិយមណានៅក្នុងបដិវត្តចិនជាតិនិយមអ្នកណាគេជានេះជាអ្នកណាគេជាមេដឹកនាំចលនាចិនជាតិនិយមមិនសុនយ៉ាសេនណាហើយអ្នកណាជួយសុនយ៉ាសេនឲ្យផ្ដួលឆេងមហាឆេងណាអ្នកណាគឺអ្នកជំនួយណាអ្នកជំនួយអង់គ្លេសហើយនិងអ្នកជំនួយចិនហ្នឹងវាឈឺក្បាលនឹងអាមហាឆេងហ្នឹងពេកផ្ដួលមហាឆេងចោលហ៊ុនសែនដែលគាត់និយាយអីពីដើមកាលណាគាត់ឡើងទៅវេទិកាគាត់និយាយដល់ងាកក្រោយពីព្រោះអុកញ៉ាវានៅក្រោយកាលណាគាត់ងាកក្រោយគាត់ថាសូមឲ្យធ្វើសាលារៀនសង់នេះសង់នោះអាសេដ្ឋីនឹងអង្គុយក្រោយវាលើកដៃទៅពេកសម័យហ្នឹងចិត្តហួសហើយណាអាសម័យងាករកលុយហ្នឹងចិត្តហួសហើយដល់ចិត្តហួសហើយនៅតែឲ្យពួកនឹងវេទនាថ្ងៃក្រោយពួកអាអ្នកជំនួយហ្នឹងវាមានផ្លូវពីរវាបាត់មុខរបរដើរចេញឬក៏វាជួយឧបត្ថម្ភអ្នកណាមួយឲ្យដូរហ៊ុនសែនពីព្រោះវានៅមិនបានណាអញ្ចឹងហើយអាក្រុមហ៊ុនអង្គការដែលវាលើកហ៊ុនសែនឲ្យធ្វើជាប្រធានកិត្តិយសហ្នឹងណាបើហ៊ុនសែនងាកទេបន្តិចទេលុយទេខ្លាំងអង្គការហ្នឹងបែកដែរមនុស្សយើងតែទេលុយខ្លាំងអាណាមានលុយឲ្យណាឥឡូវមានភ្លេង lyric ថាលោកតាដឹងឬទេថា Wuri Bank ជាបកសម្ព័ន្ធរបស់ Prince Group មែនទេមិនជាបកសម្ព័ន្ធរបស់ Prince Group ទេ Wuri Bank បានរឹបអូសយកទ្រព្យសម្បត្តិរបស់ Prince Group តាំងពីមុនធនាគារជាតិកម្ពុជាគេបាត់ម្លេះចាឯងដឹងទេចាឯងស្មាននៅកូរ៉េវាភ្លើអា Wuri Bank ហ្នឹងដូចជារបស់កូរ៉េស្មានវាភ្លើវារឹបអូសយកទ្រព្យសម្បត្តិរបស់អា Prince ហ្នឹងមុនអាធនាគារជាតិនៃកម្ពុជាហ្នឹងបាត់ទៅទៀតអូខេសួរខ្ញុំនេះវិញ151ផលប្រយោជន៍របស់ Prince ត្រូវបានរឹបអូសយកដោយធនាគារកូរ៉េខ្មែរស៊ីតែអាចទេធនាគារជាតិនៃកម្ពុជាណាជាសេរីអង្គុយចាំហ៊ុនសែនជាណារហូតដល់សម្ព័ន្ធចិនជឿចិនជឿដកលុយ7លុយចេញអស់លីងហើយបានធនាគារជាតិនៃកម្ពុជាកម្រើកព្រាមដៃ Prince Bank ហ្នឹងហើយនឹង Financial Group ហ្នឹងនៅសល់តែសម្បកទេជប៉ុនគេចាប់យកដូចជា51ជាង100កូរ៉េខាងត្បូងថៃ111សិង្ហបុរីដូចជា57គេយកគេប្រកបទ្រព្យសម្បត្តិយកពីព្រោះគេដឹងថាធនាគារជាតិនៃកម្ពុជាវាស្ពិតដល់ពេលអាធនាគារជាតិនៃកម្ពុជានឹងវាអនុវត្តបាត់អា Prince ហ្នឹងអស់លុយបាត់ហើយមានសម្បកអាគារទៅយកទៅសម្បកអាគារសម្បកសំណង់អីទៅយកទៅ liquidate ទៅណាអាសាច់លុយគេវាចេញអស់ហើយនឹងមកពីអីមកពីជាសេរីនឹងអង្គុយស្ដាប់តែសែនណាបើសម្បត្តិហ៊ុនសែនមិនបញ្ជាណាហ៊ានធ្វើអូខេអាហ៊ានធ្វើអញ្ចឹងចៅឯងសួរថាតាដឹងអត់តាឆ្លើយវិញថាចៅអត់ដឹងតានេះដឹងហើយចង់មិនក៏តាមិនយករឿងហ្នឹងមកនិយាយបានកាយឧទាហរណ៍អាមេរិកបង្កកទ្រព្យសម្បត្តិរបស់ចិនជឿនៅក្នុង cryptocurrency 15,000 លានដុល្លារតើត្រឹមត្រូវការចាប់ចិនជឿទេអត់ទេគ្រាន់តែដាក់ឈ្មោះឲ្យជាប់ចឹងប៉ុន្តែអត់ត្រូវការទេយកអាក្មេងអាយុ38ឆ្នាំមកកាត់ទោសទៅអីក្រសួងសមត្ថកិច្ចសហរដ្ឋអាមេរិកដឹងច្បាស់ថាចិនជឿមិនមែនជាមេខ្លោងធំទេណាបើសិនជាយកអាចិនជឿមកដាក់តុលាការអាមេរិកឲ្យកាត់ទោសដាក់ឲ្យជាប់គុក30ឆ្នាំអញ្ចឹងបាយអាចិននឹងខាតទេណាហើយអាមេរិកក៏ដឹងថាចិនជឿនឹងអត់អាចដឹងពីសរសៃខ្មៅនៅពីក្រោយ scam បានទាំងអស់ទេវាគ្រាន់តែជាអ្នកនៅចូលមុខទេណាវាគ្រាន់តែជាអ្នកចូលមុខទេឪពុកមេរបស់ចិនជឿនឹងជាលេខាបកខ្វាងតុងសំបីតែឪពុកមេវាជាលេខាបកខ្វាងតុងហ្នឹងក៏មិនមែនជារណសេរីធំដែរគ្រាន់តែជាផ្នែកមួយនៃចារកិច្ចចិនទេណាហើយចុះប្រព័ន្ធ scam ហ្នឹងសម្រាប់ធ្វើអីបកកុម្មុយនីសចិនគេឲ្យ scam ហ្នឹង operate អញ្ចឹងដើម្បីយកលុយមកប្រើនៅបរទេសទន្ទឹមគ្នានឹងប្រព័ន្ធរបស់ចិនជឿហ្នឹងក៏ជួយ operate លុយមួយចំនួនរបស់បងស្រីស៊ីជីនផេងឈ្មោះឆាថៅណាចៅណានាងចៅហ្នឹងគាត់មានលុយបដែតនៅក្រៅប្រទេសនោះប្រហែលជា estimate នៅក្នុងអាចិនជឿហ្នឹងយ៉ាងតិច 6,000 លានអាមេរិកទៅប្រកបយកអា cryptocurrency ហ្នឹងវាដោយលុយយាយហ្នឹងណាអញ្ចឹងទោះបីហ៊ុនសែនសុំកលុំជាមួយនឹងចិនចាក់អាចិនជឿបញ្ជូនទៅចិនបើគេយកអាចិនជឿទៅបាញ់ចោលអាមេរិកក៏វាថាចិនចាំបាយបាញ់ចោលទៅណាអូខេតើបានហើយចុះអាមេរិកគេទៅកាយគេយកទៅលុយហើយបើយកអាចិនជឿមកដាក់ជុកដាក់គុក10ឆ្នាំនៅស្រុកអាមេរិកខាត់បាយបើសិនជាទៅស្រុកចិនតែមកគ្រាប់ចង់សៀតការទៅអាចិនជឿវាទៅជួបមកចិត្តតុងអញ្ចឹងវាសនាចិនជឿ99កន្លះវាត្រូវគ្រាប់ចូលសៀតការអញ្ចឹងទុកឲ្យហ៊ុនសែនលាងដៃទៅអាមេរិកនៅត្រូវការហ៊ុនសែនប្រើអញ្ចឹងត្រូវការប្រើហ៊ុនសែនត្រូវការប្រើតទៀតអាមេរិកណាខាតនឹង scam នៅស្រុកខ្មែរប៉ុន្តែចំណេញនឹង scam នៅស្រុកខ្មែរហើយមិនទៅហៅថាខាតឯនឹងចំណេញចាំថ្ងៃក្រោយនិយាយប្រាប់ថាដូចមិនដេចអាមេរិកចំណេញតាម scam ស្រុកខ្មែរ
ហើយអាមេរិកខាតនឹង scam ស្រុកខ្មែរយ៉ាងម៉េចស្អីក៏ដោយនៅលើโลกនេះណាវាមានបាតដៃហើយក្នុងដៃស្អីក៏មានបាតដៃក្នុងដៃហ្នឹងអញ្ចឹងវាមានខាតវាមានចំណេញអូខេអញ្ចឹងខ្ញុំវិលត្រឡប់មកជួបប្រិមិត្ត5នាទីទៀតជំរាបលា